សង្គ្រោះយន្តសមកកាហ្វេអូប៉ាហើយនឹងគ្នាថ្ងៃនេះយើងវិលជួបគ្នាជាមួយនឹងភាគទី13ភាគទី14ភាគទី15ភាពបន្តរឿងរបស់យើងល្អមើលទៀតហើយចារាភាគទី13គឺតទៅភាគទី12ប្រាប់គ្នាគ្នាដឹងផងដែរសែនក៏បានសើទៅកាន់ជើរមចំតែម្ដងថ្ងៃដែលពួកគេទៅពីរនាក់ត្រូវថ្នាំពុលតែជើរ៉ូម៉ាន់ធ្វើអ្វីខ្លះសែនក៏បានគប់ក្រដាសចំក្តារមករបស់ជើរ៉ុំដែលសារតែឈ្មោះរបស់ជើរ៉ុំគឺជាអ្នកស្នើសុំថ្នាំពុលនេះពីអ្នកគ្រូពេទ្យក៏គ្នាប៉ុនស្ទេបន្ទទៅកាន់ជើរ៉ុំហើយមិនបាច់គេធ្វើបែបនេះជើរ៉ុំក៏បានប្រាប់ថាគេធ្វើបែបនេះគឺដើម្បីការពារសុវត្ថិភាពរបស់សែនមានសិស្សស្រីម្នាក់ប្រាប់មកកាន់គេថានាយការជាមួយនឹង Mr. Francisco ចង់ដាក់ថ្នាំអំពុលសែនដែលបានជើរ៉ុំគេបានទៅស្នើសុំថ្នាំពុលពីអ្នកគ្រូពេទ្យក៏ប៉ុន្តែគេជាមួយនឹងសិស្សស្រីគឺមានថ្នាំបន្សាបអ្វីដែលគេមិនបានរំពឹងទុកគឺដោយសារតែសែននៅយប់នឹងផឹកច្រើនខ្លាំងពេកហើយដែលក៏យកមកផឹកទៀតផងតែបានជាពួកគេទៅពីរនាក់ត្រូវថ្នាំជាមួយគ្នាតែម្ដងគោលដៅគឺមានតែសែនមួយនោះទេជើរ៉ុំគេបានដឹងទាំងអស់ក៏ប៉ុន្តែគេមិនអាចនិយាយបានទៅឃើញមិត្តភក្តិរបស់គេផឹកថ្នាំពុលតែប៉ុណ្ណោះហាស្លាក់ខ្ជាក់ស្លែងធ្វើឲ្យមេគេខាងខ្លាំងណាស់ដោយសារតែយកសុវត្ថិភាពរបស់សែនមកលេងសើចបែបនេះពួកគេក៏បានហាមគ្នាទៅវិញទៅមកចឹងទៅដោយសារតែជើរ៉ុំធ្វើនេះគឺដើម្បីការពារសុវត្ថិភាពមិត្តភក្តិនោះទេហើយនៅពេលនេះពួកគេក៏ដឹងផងដែរថានាយការកំពុងតែមានគោលដៅមកលើសែនច្បាស់ជាសែនមានអ្វីមួយពិសេសជាមិនខានបានជាគាត់ចង់កម្ចាត់សែនបែបនេះរឿងក៏បានមកហាពីលោកដុកទ័រផងដែរមិនដែលជាគាត់ធ្វើអ្វីខ្លាំងទៅទេឃើញតែមើលសភាពរបស់សាកសពហើយកត់ទុករហូតចាក់ថ្នាំនេះចាក់ថ្នាំនោះចូលទៅក្នុងសាកសពចឹងណាហើយដូចជាគាត់កំពុងតែខ្វះអ្វីម្យ៉ាងកំពុងតែស្វែងរកអ្វីម្យ៉ាងយើងក៏មិនតន់នៅគ្នារឿងអត់មាននិយាយអ្វីសោះតែម្ដងបង្ហាញតិចតែប៉ុណ្ណោះក៏មកយើងភ្លេចគាត់តែប៉ុណ្្នឹងឯងសែននៅថ្ងៃនេះកំពុងតែខិតខំរៀនតាមធម្មតាគេសិស្សពូកែបង Fred TC ក៏បាននិយាយជាមួយនឹងសែនផងដែរដោយសារតែនៅពេលនេះគាត់ចង់ចូលដៃជាមួយនឹងសែនការពារ Sprimo ដែល Fred TC ទាំងថាមានតែ S នោះទេដែលមានសមត្ថភាពអាចចាក់ចេញពីទីនេះបានសែនក៏យកព្រមធ្វើការជាមួយនឹង Fred TC ផងដែរក៏ប៉ុន្តែក៏សន្យាជាមួយនឹងគ្នាអត់ខ្លាចជាមិត្តភក្តិជាមួយនឹង Ken ទេពួកគេក៏នៅចូលដៃជាមួយនឹងគ្នាដើម្បីជួយ S តែប៉ុណ្ណោះនៅពេលដែលយកទឹកផឹក Fred TC បានប្រតិកម្មសែនថានៅទីនេះនរណាគេស្រស់ស្អាតជាងគេមានអតិភិបមុនទើបសែនឈរនៅខាងក្រៅបន្ទាប់ពីបានទឹករួចហើយ Fred TC ក៏បានចាក់ចេញទៅដល់វេនរបស់រកសែនមករករឿងសែនម្ដងយើងចង់រំលឹកទៅកាន់ណៃមួយយើងគឺជា Queen នៅទីនេះយើងមានអារម្មណ៍ថាបន្តិចទៀតនេះកបោរបស់យើងនឹងត្រូវជួលទៅដីធ្លាក់ខ្ទេចខ្ទីជាមិនខានវ៉ាវយើងពិតជាឆ្លាតខ្លាំងមែនទែនយើងដឹងមុនទៀតផងឯងជួយរើសឲ្យយើងបន្តិចមកឃើញគេប៊ូលីមិត្តភក្តិរបស់ខ្លួនបែបនេះមីយ៉ារបស់យើងនៅពេលនេះដូចជា late game ហើយមីយ៉ានិយាយឌឺដងបន្តិចបន្តួចហើយក៏បានផ្ទះកំភ្លៀងរកសែននៅពេលហ្នឹងតែម្ដងមីយ៉ា late game វាយអមិត្តភក្តិផ្សេងទៀតក៏ឆ្ងល់ផងដែរមីយ៉ាថ្ងៃនេះកាចខ្លាំងម្ល៉េះប៉ះពាល់ជាមួយនឹងសង្សារមេបងធំបែបនេះមិនខ្លាចមានរឿងធំទេឬប្រយ័ត្នគេមករកឯងមីយ៉ាក៏បានប្រាប់ថាបើសិនជាគេមករកខ្ញុំផ្ទះកំភ្លៀងគេម្ដងទេអេសក៏បានចូលមកដល់គ្រប់គ្នាក៏បានចាចេញទៅដោយសារតែនៅពេលនេះពួកគេចង់ទៅឱកាសអេសនៅជាមួយនឹងសែនในកាន់តែច្រើនពួកគេក៏ដឹងផងដែរថាតំណែងSwicky អេគេបានចូលមកអង្គុយបាយចំហតែម្ដងជាមួយនឹងលេខារបស់គេដែលឃើញតែលេខារបស់គេចូលចិត្តញ៉ាំបន្លែទើបគេបង្អាប់ទៅកាន់លេខារបស់គេសែនក៏បានប្រាប់ថាខ្ញុំញ៉ាំអញ្ចឹងនៅជាអាហារដែរហើយលោកធំប៉ុណ្ណាណៃហើយមិនក៏មិនចេះញ៉ាំបន្លែដែលអេសគាត់នៅឃើញបន្លែគេឆ្អែតដល់ស្អែកទៅហើយក៏តែសែនក៏បានមកខំឲ្យគេញ៉ាំអេសគេមិនចង់ញ៉ាំនោះទេក៏ប៉ុន្តែដោយសារតែសែនចង់បញ្ចុកគេក៏ចង់ញ៉ាំតែធ្វើលេងណាមិនស្វីតដល់ថ្នាក់នោះទេក៏បញ្ចុកខ្លួនឯងអេសនៅពេលនេះគេក៏ព្រមញ៉ាំពិតមែនបន្ទាប់ពីញ៉ាំស្ពៃខ្មៅរួចហើយគេសាប់តែលាក់ស៊ីភ្លាមបន្លែដែលអេសគេញ៉ាំនឹងនៅខ្មែរគេហៅស្ពៃខ្មៅមែនទេគ្នាដែលសែនក៏មិនដឹងផងដែរថាគេលាក់ស៊ីជាមួយនឹងបន្លែប្រភេទមួយនេះដែលអេសគេបានប្រថាដោយសារតែសែនឲ្យគេធ្វើចឹងហើយទោះបីជាមានរឿងអ្វីកើតឡើងគេនៅតែញ៉ាំឋានៈរបស់គេធំខ្លាំងណាស់គ្រប់គ្នាកំពុងតែបារម្ភពីសុវត្ថិភាពរបស់អេសសែនក៏បានសើទៅកាន់អ្នកគ្រូពេទ្យតែគេនឹងអាចរស់ដែរទេពេលនៅបងអេជេលីកាក៏បានចូលមកដល់តែម្ដងបានវាយទៅលើសែនក៏ប៉ុន្តែគ្រប់គ្នានៅទីនេះក៏ពិតជាខឹងជាមួយនឹងសែនខ្លាំងណាស់ធ្វើឲ្យមេរបស់ពួកគេខ្លាចទៅជាបែបនេះអ្នកគ្រូព្យាយាមខាត់អេជេលីកាផងដែរអេជេលីកាចាក់ចេញទៅអ្នកគ្រូបានស្ដីបន្ទោសទៅកាន់សែនម្ដងអ្នកនៅទីនេះទាំងអស់គេគោរពស្រឡាញ់អេសខ្លាំងណាស់ពេលដែលអេសមានបញ្ហាពួកគេមិនលើកលែងទោសឲ្យនរណាគេដែលធ្វើបាបអេសឡើយដោយសែនគ្មានចេតនានោះទេក៏ប៉ុន្តែវាពិតជាកំហុសរបស់ខ្លួនពិតមែនចេញមកដល់ខាងក្រៅវិញហើយមិត្តភក្តិរបស់ខ្លួនក៏បានសួរទៅកាន់ខ្លួនតែនេះមិនមែនជាកំហុសរបស់ឯងទេសែនឯងមិនដឹងឡើយថាគេអាលាក់ស៊ីជាមួយនឹងបន្លែប្រភេទមួយនេះមិត្តភក្តិក៏យល់ចិត្តក៏ប៉ុន្តែអ្នកផ្សេងក៏ហាក់ជាមិនយល់ចិត្តសែនឡើយរកសែននៅពេលនេះកំពុងតែហៅគ្នាមកធ្វើបាបសែនហើយអ្នកដែលធ្វើខុសទៅទទួលទោសពួកគេក៏ចាប់ចងដៃចងជើងរបស់សែនតែម្ដងហើយនៅពេលនេះក៏វាយធ្វើបាបសែនទៅផងអ្នកដែលបានដៃជាងគេនោះគឺជាបងអេនជីលីកាគាត់ពិតជាខឹងខ្លាំងណាស់មូលហេតុដែលគាត់ខឹងបែបនេះគឺដោយសារតែគាត់ស្រឡាញ់អេសហើយគាត់ចង់កម្ចាត់សែននិយាយទៅវាយឲ្យស្លាប់តែម្ដងដោយសារតែគាត់ចង់បានអេសគាត់វាយម្នាក់ឯងមិនអត់ចិត្តទេឲ្យរកសែនវាយទៀតផងក៏ប៉ុន្តែរកសែនបានប្រាប់ថាគេទទួលទរណកម្មប៉ុននេះបានហើយយើងគួរតែឈប់វាយទៅខ្លាចគេទ្រាំមិនបានក៏ប៉ុន្តែអេនជីលីកានៅតែបង្ខំឲ្យរកសែនវាយបានតែ2 3ដំបងតែប៉ុណ្ណោះអេនជីលីកាក៏បានប្រាប់ថាឲ្យវាយតិចពេកហើយហុចខ្សែក្បាត់មិនដែរឲ្យយើងជាអ្នកវាយម្ដងវាយមកទំហឹងតែម្ដងនេះគ្នាហើយ goodbye សែនរបស់យើងទៀតផងគម្រោងគឺវាយមួយដំបងនេះឲ្យស្ដាប់តែម្ដងក៏ប៉ុន្តែភ្លាម
អេសក៏បានយកដៃរបស់គេរងទាន់ពេលវេលាកុំអីមួយដំបងនេះស្លាប់បាត់បង់ជីវិតសែនរបស់យើងអេសគេពិតជាខាងខ្លាំងណាស់តែនាងកំពុងតែធ្វើអ្វី What are you doing អ្នកទាំងអស់គ្នាមិនអាចចេញពីទីនេះបានទេនេះគឺជាបញ្ជាពីថ្នាក់លើរបស់អ្នកគ្នាដែលនៅក្នុងសាលាមួយនេះគេហៅ Student Council ដូចជានៅក្នុងរឿង President Kirari នោះទេអ្នកគ្នានៅទីនេះគេហៅថា Supreme Student Government President អេសគេពិតជាខាងខ្លាំងណាស់ក៏ប៉ុន្តែតូការងារនៅទីនេះមួយផ្លែសិនដែលសិតតែគេត្រូវបញ្ជូនសែនឲ្យចូលទៅកន្លែងសង្គ្រោះបន្ទាន់សែនទៅរបបធន់ខ្លាំងណាស់អ្នកគ្នាអេសគេពិតជាមានការបារម្ភជាខ្លាំងលោកគ្រូពេទ្យក៏បូមឈាមរបស់សែនយកទៅពិនិត្យផងដែរតែគាត់នៅឃើញឈាមរបស់សែនភ្លាមទឹកមុខរបស់គាត់ក៏ផ្លាស់ប្ដូរមិត្តភ័ក្តិរបស់សែនក៏បានចូលមកដល់ពួកគេពិតជាមិនចង់មានរឿងទាំងអស់នេះកើតឡើងនោះទេអេសគេចេញមកវិញក៏បានជួបគ្នាជាមួយនឹងនាយិកាក៏បានបង្ហាញការខកចិត្តរបស់គាត់ទៅកាន់អេសក៏ប៉ុន្តែនៅពេលនេះគេមានចំណុចខ្សោយរបស់គេគឺជាសែនថាអនាគតវាសនារបស់ឯងក៏មិនខុសពីលុចផងដែរតែអេសប្រតិកម្មគាត់វិញថាខ្ញុំមិនឲ្យអ្នកធ្វើអ្វីដូចជាអ្វីអ្នកធ្លាប់ធ្វើនោះទេបើអ្នកហ៊ានទៅប៉ះពាល់សែនរបស់ខ្ញុំអ្នកនឹងស្គាល់ថាឋាននរកគឺជាអ្វីហើយចំណែកអ្នកខាងក្នុងវិញនៅពេលនេះរកសែនកំពុងតែឆ្លោះគ្នាជាមួយនឹងអេនជីលីកាម្ដងតែរកសែនមិនចង់វាយសែននោះទេកំពុងតែដឹងថាសែនមានអ្នកការពារគឺជាអេសក៏តែអេនជីលីកាបានមកខំខ្លួននៅវាយសែនរហូតដល់ថ្នាក់នេះពេលនេះពួកគេទាំងពីរនាក់កំពុងតែវាយគ្នាហើយមេដឹកនាំរបស់ក្រុមធំទាំងពីរក៏បានចូលមកដល់មានដូចជា Nasser ជាមួយនឹង Ray រកសែនក៏បានទៅរកសង្សាររបស់ខ្លួនផ្លែជួយអូនផងក៏តែ Ray ក៏បានប្រថាបងសុំទោសបងមិនអាចជួយបានទេនៅពេលនេះមូលហេតុដែលគេមិនអាចជួយក៏ពោលតែមានវត្តមានរបស់ Ace គឺជា Primo គឺជាមនុស្សម្នាក់ដែលមានអំណាចជាងគេនៅទីនេះសូម្បីតែមេបងធំរបស់ក្រុមទាំងពីរក៏គ្មានសិទ្ធិស្មើជាមួយនឹង Ace គឺជាអ្នកសម្រេចគ្រប់យ៉ាង Rosen ក៏តបថាផងដែរខ្ញុំគឺជា Queen នៅទីនេះលោកមិនអាចប៉ះពាល់ខ្ញុំបានទេក៏ប៉ុន្តែ Ace ក៏បានដកតំណែងរបស់ Queen ភ្លាមSen គឺជា Queen បន្ទាប់នៅក្នុងសាកលវិទ្យាល័យរបស់ពួកគេហើយ King នៅក្នុងសាកលវិទ្យាល័យរបស់ពួកគេនោះគឺជា Matt Ace ក៏បានហៅទីឲ្យគេប្រកាសឈ្មោះទាំង10នាក់ដែលពេលនេះមានការផ្លាស់ប្ដូររ៉េងអ្នកដែលបានរ៉េងទី1នោះគឺជា Ace នៅពេលនេះគឺកាន់តែធំទៀតហើយអ្នកដែលបានរ៉េងទី2នោះគឺជា Ray អ្នកដែលបានរ៉េងទី3គឺជា Nasser អ្នកដែលបានរ៉េងទី4នោះគឺជា Sen របស់យើងឡើងមកដល់រ៉េង4បាត់ទៅហើយអ្នកគ្នាចូលរៀនមិនទាន់បានប្រហែលខែផងក៏មានចលាចលហើយរ៉េងទី5នោះគឺជាអាទីរ៉េងទី6នោះគឺជាលេមគឺជាប្រុសសាប្រចាំសាលាតិចទៀតអ្នកគ្នានឹងថាគេគឺជានរណាគេហើយឯរ៉េងទី7គឺជាមេតនៅពេលនេះក៏បានឡើងរ៉េងផងដែររ៉េងទី8គឺជា FTC រ៉េងទី9គឺជាបងនីគីចំណែករ៉េងទី10នោះគឺជា Jerome អ្នកដែលគួរឲ្យ surprise ជាងគេនោះគឺជា Jerome ទៅវិញតើគេធ្វើឲ្យខ្លាំងជាងគេឡើងមកដល់រ៉េង10បែបនេះក៏ជាអាចកម្លាំងក្នុងចំណោមមិត្តភ័ក្តិរបស់ពួកគេផងដែរ Ace នៅពេលនេះគេឈរលំដាប់ទី1ហើយគេកាន់តែមានអំណាចគេចង់ធ្វើអ្វីក៏បានផងដែរ Ace បានបដិកាន់មេបងធំទាំងពីរនៅទីនេះថាពួកឯងអាចមានសិទ្ធិធ្វើបាបទៅណាគេក៏បានផងដែរដែលមានវត្តមាននៅក្នុងបន្ទប់មួយនេះពួកឯងចងចាំមុខរបស់គេទៅនេះគឺជាការដាក់ទោសដែលពួកគេឈរមើលការជិះជាន់ទៅលើសែនមេបងធំទាំងពីរកុំចាប់ប្រាំសប្បាយចិត្តហើយមេបើកដៃឲ្យឲ្យដឹងអាសប្បាយលេងទៀតហើយក៏តែអសកហននៅពេលនេះគេកំពុងតវ៉ាខ្ញុំធ្លាក់រែងអញ្ចឹងបងគេខឹងជាមួយនឹងមេរបស់គេណាសើប្រតិកម្មគេវិញថារសារចរិតរបស់ឯងបែបនេះហើយគេបានជាឯងធ្លាក់រែងសំមុខហើយថ្ងៃក្រោយចេះគ្រប់គ្រងអារម្មណ៍របស់ឯងបន្តិចទៅបងវ៉ាន់ក៏រៀងឆ្លាតផងដែរនៅពេលនេះក៏កំពុងតែឆ្ងល់តែជើរមមានអ្វីលាក់បាំងជាមួយនឹងគាត់មែនដែរទេបានជាជើរមនៅពេលនេះគេឡើងទៅដល់រែងដល់10តែជើរមបានប្រាប់ថាខំរៀនចង់ងាប់អត់ឲ្យឡើងរែងមិនអីបន្ទាប់ពីដាក់ទរណកម្មគ្រប់គ្នារួចហើយក៏បានមកមើលសែនរបស់គេទៀតហើយសែនមិនបានស្ដាប់នៅទេតួអង្គឯកសែននឹងខ្លួនហើយ Ace ក៏បានសុំទោសផងដែរគេដឹងថាគេមិនអាចប្រៀបធៀបជាមួយនឹង Matt បានទេដៃរបស់គេប្រឡាក់ពោពេញទៅដោយឈាមវាជាឈាមដែលមិនអាចលាងសម្អាតជារៀងរហូតតែគេសន្យាជាមួយនឹងសែនទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយគេគឺជារបាំងការពាររបស់សែនគឺជាអាវក្រោះរបស់សែនហើយនឹងជាអាវុធរបស់សែនកាលមកខាងលោកដុតទ័របន្ទាប់ពីបានឈាមរបស់សែនហើយពេលនេះគាត់ហាក់ដូចជារកឃើញកំណប់អ្វីម្យ៉ាងតែយើងក៏មិនតន់តែគាត់យកឈាមរបស់សែនទៅធ្វើអ្វីដូចគ្នារឿងរបស់យើងភាគទី13ក៏ចាត់ទៅត្រឹមនេះឯងហើយនៅពេលនេះក៏មកខាតពេលយុទ្ធកម្មភាគទី14ដែលជាភាពបន្តរឿងរបស់យើងល្អមើលទៀតហើយចារាភាគទី14ក៏តទៅភាគទី13អត់ប្រាប់គ្នាដឹងផងដែរសែនមានសុខភាពល្អវិញហើយក៏បានធ្វើដំណើរទៅរៀនតាមធម្មតាក៏ប៉ុន្តែនៅពេលនេះវាជាបានឃើញថាកែវផ្នែករបស់អ្នកគ្រប់គ្នាសន្លឹមមកកាន់ខ្លួនហាក់ដូចជាខុសពីរាល់ដងតែគិតថាប្រហែលជាគ្រប់គ្នាមិនអាចលើកលែងទោសខ្លួនបានទេដែលសារតែធ្វើបាបមេដឹកនាំរបស់ពួកគេតែនៅពេលដែលបានជួបជាមួយនឹង Ace ក៏បានប្រាប់ថានាងនៅពេលនេះគឺជា Queen របស់សាលារៀនចំណែក Matt គឺជា King របស់សាលារៀនមួយនេះសែនក៏សប្បាយចិត្តតែ Ace គេប្រចាំទៀតហើយនៅពេលដែលឮថា Matt គឺជា King នៅទីនេះនាងដូចជាសប្បាយចិត្តជាងខ្លួនឯងបានធ្វើជា Queen ទៅទៀតសែនប្រថាសារខ្ញុំលួចស្រឡាញ់គេតែវិញខ្ញុំសប្បាយចិត្តឆ្លើយឌឺនេះគ្នារសារសែនចូលចិត្តឌឺ Ace រហូតនឹង
គេ shoot ផងដែរនៅពេលដែលគេឌឺចឹងទៅគេធ្វើភ័យចឹងហើយនៅពេលនេះក៏បានឃើញ Angelica កំពុងត្រូវបាន Nicky វាយធ្វើបាបសបាយលេងស្រាប់តែកាន់សែនថាកុំបារម្ភអី Angelica មិនស្លាប់នោះទេក៏ប៉ុន្តែបានដាក់បញ្ជារួចហើយអត់ឲ្យមានថ្នាំពុលចូលទៅក្នុងដៃគោឡើយបង Nicky ក៏បានយករបស់របរលេងរបស់គាត់ឆាក់ចេញទៅសែននៅពេលនេះក៏បានធ្វើការបានជួយជាមួយនឹងអ្នកគ្រូទៀតហើយដែលអ្នកគ្រូក៏បានប្រតិកម្មសែនផងដែរបានដាក់ទោសធ្ងន់ទៅកាន់នរណាគេដែលធ្វើបាបឯងតែដឹងរឿងមួយនេះដែរទេសែនក៏បានប្រតិកម្មអ្នកគ្រូវិញថាតើខ្ញុំគួរតែធ្វើយ៉ាងម៉េចទៅអ្នកគ្រូក៏បានឲ្យសែនទៅយកឯកសារទៅគាត់ដឹងនោះទេសែនពិតទៅយកឯកសារពិតមែនដើរតាមផ្លូវបានឃើញអ្នកគ្រប់គ្នាកំពុងតែផិតភ័យខ្លួនសែនក៏បានមកយកឯកសារតាមអ្នកគ្រូប្រាប់ Angelica ក៏បានមករកសែនដើម្បីសងសឹកកាន់កំបិតមកទៀតផង Angelica ទោះបីជាដឹងថាបើសិនជាសម្រាប់សែនទៅខ្លួនក៏គ្មានជីវិតក៏ប៉ុន្តែចង់សងសឹកជាមួយនឹងសែនខ្លាំងណាស់ក៏ប៉ុន្តែសែនមានគ្រប់យ៉ាងទៅហើយទើបតែចូលរៀនសោះហើយនៅពេលនេះថានឹងចង់បានយកធ្វើជារបស់ខ្លួនទៀតផងតែសែនក៏តដៃវិញសែនចេះវាយដែរតាអ្នកគ្នាបើវាយមួយស្មាប្រហែលជាមិនឈ្នះសែនទេក៏ប៉ុន្តែ Angelica ក៏លេងខូចក៏លើចេញនៅខាងក្រៅចាក់ទ្វារចោលសែនទុកឲ្យនៅទីនេះតែម្ដងសែនក៏អង្គុយចាំនៅទីនេះតែសែនក៏សប្បាយចិត្តក៏ប៉ុន្តែសែនចូលចិត្តពេលយប់ជាងពេលថ្ងៃក៏ប៉ុន្តែពេលយប់មេឃងងឹតខ្លួនអាចទន់ខ្សោយបានដោយគ្មាននរណាគេចាប់អារម្មណ៍នោះទេពេលថ្ងៃខ្លួនទៅតែបង្ខំខ្លួនឯងឲ្យធ្វើជារឹងមាំទោះបីជាពេលខ្លះខ្លួនមិនរឹងមាំក៏ដោយស្គាល់ដឹងពីដំណឹងរបស់សែនទៅចូលមកជួយសែនទាន់ពេលវេលាសែនមានបញ្ហាធ្ងន់ទេស្គាល់គ្រាសែនចេញនៅពេលដែលសែនបានឃើញវត្តមានរបស់ម៉ែតចាប់តែសែនទៅអោបម៉ែតែម្ដងនេះគ្នាតែពេលនឹងខ្ញុំក៏មិនដឹងថាសែនគិតអ្វីផងដែរបានយកចោលទៅយកម៉ែតបែបនេះស្គាល់រៀងខកចិត្តផងដែរបើតាមទឹកមុខរបស់គេប្រហែលជាគ្មានសង្ឃឹមនោះទេគេមិនអាចជំនួសម៉ែតបានឡើយក៏ប៉ុន្តែភ្លាមសែនក៏បាននឹកឃើញទៅដល់អំពើល្អរបស់ទៅខ្លួននឹងថាអ្នកអាចផ្ដល់ភាពកក់ក្ដៅបំផុតនៅក្នុងជីវិតរបស់ខ្លួននោះគឺជាសត្វតែសែនក៏បានរត់ទៅរកវិញតែម្ដងអ្នកសម្រាយក៏មិនយល់ផងដែរសែនសាវ៉ាមែនតើម្ដងដូចអ្នកមើលអញ្ចឹងហើយអ្នកដែលខកចិត្តចុងក្រោយគេនោះគឺជាម៉ែតែនៅពេលនេះពោលទៅពីអ្នកដើរកាន់ដៃគ្នាចូលទៅក្នុងសាលារៀនទៀតផងលែងសូវខ្វល់ហើយមិត្តភក្តិរបស់ខ្លួនក៏រៀងដឹងផងដែរតែទៅពេលវេលាពួកគេទៅពីអ្នកនៅជាមួយនឹងគ្នារហូតហ្នឹងអ្នកដែលវាបាក់នៅពេលនេះគឺជារកសែនក៏ដូចជា Angelica រកសែនក៏ប៉ុន្តែរត់ចេញពីអ្នកគ្រប់គ្នាសែនក៏បានឃើញអំពីទស្សនវិជ្ជាមួយនេះផងដែរតែមិនបានជួយរកសែននោះទេទីណាមានទឹកទីនោះមានត្រីទីណាមានសែនទីនោះមានគេតាមគ្រប់ពេលវេលាតែម្ដងដូចជាដាក់ GVS តាមសែនអញ្ចឹងសែនប្រតិកម្មថាខ្ញុំនៅម្នាក់ខ្លះបានអត់គេឲ្យនៅម្នាក់ឯងប៉ិតមែនក៏ប៉ុន្តែគេអោបសែនសួរទៅកាន់ស្ទង់វើអ្វីហ្នឹងក៏បានប្រថាវាគឺជាថ្នាំដ៏មានឥទ្ធិពលបំផុតការអោបរបស់អ្នកដែលមានអំណាចជាងគេនៅក្នុងសាកលវិទ្យាល័យគឺថ្នាំដែលមានប្រសិទ្ធភាពបំផុតទៅលើការឈឺចាប់ផ្សេងបន្ទាប់ពីលឺអញ្ចឹងហើយអ្នកគ្នាដឹងថាសែននិយាយមិនទេតែបានប្រថាសុំអោបម្ដងទៀតបានអត់ក៏បានប្រថាអោបអត់កើតទេអោបទៀតលើសចំណុះហើយតែសែនប្រថាលើទៅអត់ខ្វល់ផងអត់ខ្លាចផងតែបានប្រថានៅតែអត់កើតអញ្ចឹងដោយសារអាចនឹងធ្វើឲ្យនាងញៀនសែនបានប្រថាញៀនក៏ញៀនទៅអត់ខ្វល់នោះទេហើយសាប់តែអោបទៅខ្លួនឯងនៅពេលហ្នឹងតែម្ដងរឿងរបស់យើងក៏ពិតជាល្អមើលខ្លាំងមែនតើពួកគេក៏មកធ្វើការតាមធម្មតាក៏ប៉ុន្តែគ្រប់គ្នាមិនសូវគ្រប់គ្រងតំណែងរបស់ពួកគេនោះទេមនុស្សមានភ្នែកសិតតែមានការគិតអាទីក៏ដូចជាអ្នកគ្រូសិតតែដឹងថានៅពេលនេះកំពុងតែលន់ស្រឡាញ់សែនហើយពួកគេមិនចង់ឲ្យមានតំណែងនេះកើតឡើងនោះទេក៏ប៉ុន្តែប្រតិកម្មពួកគាត់ទៅសុំរឿងមួយបានដែរទេគឺចាក់ចេញពីគេទៅគេធ្វើការម្នាក់ឯងគេមានពេលវេលាច្រើនសម្រាប់ខ្លួនឯងក៏តែអាទីក៏ដូចជា advisor មិនព្រមចេញឡើយទើបគេដឹងថាអ្វីដែលខ្ញុំចង់បានបំផុតអ្នកទាំងអស់គ្នាមិនអាចផ្ដល់ឲ្យខ្ញុំបានឡើយទើបអ្នកគ្រូក៏សុខចិត្តនិយាយទៅកាន់ចំតែម្ដងទៅគាត់ចង់លើកទៅកាន់ថាបើសិនគេហ៊ានតាក់ទងជាមួយនឹងសែនពិតមែនតំណែងរបស់គេទាំងអស់ដែលគេខំប្រឹងយូរមកនេះគឺនឹងត្រូវរលាយក្នុងពេលតែមួយពេចភ្នែកស្វានប្រថាខ្ញុំដឹងថាខ្ញុំកំពុងតែធ្វើអ្វីហើយខ្ញុំក៏មិនខ្វល់ពីវាផងដែរស្រាប់តែរកសែនបានលឺទាំងអស់មិនដឹងជាលួចស្ដាប់តាំងពីពេលណានោះទេទើបពេលនេះមានរឿងធំហើយរកសែនក៏បានគម្រាមផងដែរនឹងប្រតិកម្មអ្នកគ្រប់គ្នាគេមិនខ្លាចនោះទេសំខាន់គេបាននៅជាមួយនឹងសែនរបស់គេអាចបាត់បង់អ្វីគ្រប់យ៉ាងក៏ប៉ុន្តែមិនអាចបាត់បង់សែនបានឡើយចិត្តដល់ថ្ងៃ birthday របស់គេហើយតែសែនមិនអាចខ្លាចជាកាដូដ៏មានន័យរបស់គេបានទេឬគេពិតជាចង់រួមជាមួយនឹងសែននៅចំពោះមុខអ្នកគ្រប់គ្នានេះគឺជាក្តីសម័យដ៏ធំបំផុតក្នុងជីវិតរបស់គេបងមិនអាចរស់នៅដោយគ្មានអូនបានឡើយសែនបានប្រតិកម្មវិញថាបងពិតជាអាចរស់នៅដោយគ្មានអូនបងរស់នៅទីនេះយូរហើយដោយគ្មានអូនមិនបានជាបងថាមិនអាចលោកមុនរស់នៅបានអាសាអត់តន់ស្គាល់ផងឥឡូវស្គាល់ហើយរស់នៅមិនបានអ្នកគ្នាចេះតែប្រៀបធៀបទៅកើតទើបគេចាប់ផ្ដើមច្រៀងហើយក៏រួមជាមួយសែននៅពេលហ្នឹងទៅអត្រីនៅក្នុងចម្រៀងគឺចង់បង្ហាញថាសែនពិតជាមានតម្លៃក្នុងជីវិតរបស់គេខ្លាំងណាស់ក៏ចង់ថាសែននៅពេលហ្នឹងថាបានសម្រេចដែរតែមិនបានសម្រេចនោះទេដោយសារតែរសែនក៏មកកាត់ចង្វាក់កាន់តែប្រហើនទៅហើយគេថាខ្ញុំខ្លាចមិនហ៊ានប្រតិកម្មគ្រប់គ្នាមែនដែរទេសັບតែគេដកអាវុធចេញមកតែម្ដងដែលគាត់នៅឃើញសញ្ញានៅលើកំបិតភ្លាមរកសែនពិតជាមានការផិតភ័យខ្លាំងណាស់បានបញ្ញាចាក់ចេញទៅតែវាគឺជាសញ្ញាអ្វីទៅយើងក៏មិនតន់ដឹងដូចគ្នាស្បានបញ្ជាក់ទៅកាន់សែនថានៅថ្ងៃខួបកំណើតរបស់គេមិនត្រូវការអ្វីនោះទេក៏ប៉ុន្តែអ្វីក៏ដោយក៏មិនអាចធ្វើឲ្យគេមានអារម្មណ៍ពិសេសបើសិនជាគ្មានសែនពិតជាសប្បាយចិត្តខ្លាំងណាស់ដើរទៅណាមកណាទាំងក្តីសង្ឃឹមពោពេញទៅដោយ
ស្នាមញញឹមសប្បាយចិត្តរីករាយក៏តែនៅពេលនេះក៏បានជួបគ្នាជាមួយនឹង Nasir ហើយនិងបង Nicky ពួកគេមានគម្រោងចាប់យក Sen ទៅតែម្ដងហើយគេក៏បានមកដល់គេចង់ជួយការពារ Sen ក៏តែចរចាជាមួយ Nasir ដូចជា Nicky មិនត្រូវគ្នាទេទើបគេបានចាក់ចេញទៅពួកគេមិនមែនធ្វើបាប Sen ទេអ្នកគ្នាគឺពួកគេចង់ជួយ Sen ជាមួយនឹង Ace Nasir បដិកម្ម Sen ថាមិនណា Ace ទៅជួបគ្នាជាមួយនឹង Ace បានទេក៏ប៉ុន្តែនៅថ្ងៃខួបកំណើតរបស់ Ace គេមានគម្រោងប្រកាសបដិកម្មអ្នកគ្រប់គ្នាអំពីតំណែងរបស់ Sen ជាមួយនឹងគេបង Nicky បានបដិកម្ម Sen ថាស្នេហាគឺជាថ្នាំពុលឲ្យបំភ្លេចវាចោលទៅតែនៅពេលដែលបង Nicky និយាយបែបនេះយើងបានឃើញអត្តមករបស់ Nasir ហាក់ដូចជាផ្លាស់ប្ដូរពេលនោះ Matt ក៏បានមកដល់ទីនេះផងដែរ Sen បានហៅគេជួយខ្លួនផងក៏ប៉ុន្តែ Matt បានប្រថានេះគឺជាជំរឿនដ៏ល្អហើយ Matt គេមិនជួយនៅទេគេមិនមែនធ្វើបាប Sen ឡើយគឺគេចង់ជួយ Sen ជាមួយនឹង Ace ដូចគ្នារឿងមកហាយើងបានឃើញអំពី Jerome នៅពេលនេះគេបានមកបន្ទប់សម្ងាត់មួយកន្លែងនេះជាកន្លែងដែល Ace គេដាក់ទោសទៅកាន់សិស្សប្រុសម្នាក់អ្នកគ្នាគេចូលទៅផ្លេតហើយគេបានចេញមកវិញចាក់សោធម្មតាចឹងណានេះការនៅប៉ុណ្ណឹងនិយាយជាមួយនឹងសិស្សប្រុសម្នាក់ក៏ប៉ុន្តែការសិស្សប្រុសម្នាក់នឹងទីទៀតនឹងមានសង្គ្រាមធំកើតឡើងនៅទីនេះហើយគាត់ជឿទុកចិត្តតែគេម្នាក់តែប៉ុណ្ណោះការពិតទៅគឺជាអសក្រហមមែនទេប៉ុន្តែការនេះការវិញថាអ្នកគ្រូរកមនុស្សត្រូវហើយតែវាគឺជាសង្គ្រាមអ្វីទៅធំដុំដល់កម្រិតណារឿងរបស់យើងភីទីរបស់ក៏ចិត្តទៅត្រឹមនេះប៉ុណ្ណេះនៅពេលនេះក៏មកខាត់ពេលយូរទៅកាន់ភីទី15នៃភាពបន្តរឿងរបស់យើងបើសិនអ្នកគ្នាចូលចិត្តលេងហ្គេម Mobile Legends ហើយចូលចិត្តទស្សនាការ live stream កុំភ្លេចចូលទៅក្នុង channel Oppa Heng Live Stream ចារាភីទី15ក៏តទៅភីទី14តែនៅពេលនេះក៏ប៉ុន្តែតវ៉ាជាមួយនឹង Nasir ហើយ Nasir ក៏បញ្យល់គ្រប់យ៉ាងនៅសារតែមេរបស់ពួកគេមានគម្រោងប្រកាសជាសាធារណៈតែម្ដងអំពីតំណែងរបស់គេជាមួយនឹង Sen ចឹងហើយនៅថ្ងៃខួបកំណើតពេលខាងមុខនេះគេមិនឲ្យ Sen ជួបគ្នាជាមួយនឹង Ace បានឡើយអ្នកគ្នាប្រហែលឆ្ងល់ហើយមិនបានជាគ្រប់គ្នាស្រឡាញ់ពេញចិត្តជាមួយនឹង Ace ខ្លាំងម្ល៉េះចំពោះការដឹកនាំរបស់គេការពិតទៅ Ace គេធ្វើការងារបានល្អខ្លាំងណាស់គេខិតខំប្រឹងប្រែងហើយគេមិនមែនបានមកស្រួលសូន្យនោះទេគេព្យាយាមយ៉ាងខ្លាំងគេធ្វើនៅក្នុងសាកលវិទ្យាល័យមួយនេះមានតុល្យភាពសូម្បីតែមេបងធំនឹងមានអំណាចទាំងពីរក្រុមប្រចាំសាលារៀនក៏ដោយក៏នៅតែគោរព Ace ផងដែរ Nasir ប្រថាបើសិនជា Ace គេធ្លាក់ពីទូនាទីផ្លែតគ្រប់យ៉ាងនឹងច្បោកច្បល់ជាមិនខាននៅក្នុងសាលារៀនមួយនេះដោយ Sen ហាក់ដូចជាយល់គ្រប់យ៉ាងហើយទើប Nasir យល់ព្រមខ្សែ Sen គេជឿទុកចិត្តលើ Sen ម្ដងនេះពេលនោះអសរកំហងក៏បានចូលមកដល់គេនៅក្នុងក្រុមរបស់ Black Blood គេនៅឡើយនោះទេ Nasir មិនតន់នឹងថាគេកំពុងចូលរួមដៃជាមួយនាការនោះទេប្រើគេធ្វើការតាមធម្មតា Sen នៅពេលត្រឡប់មកដល់បន្ទប់វិញហើយមីយ៉ាក៏អោប Sen ផងដែរក៏ពុទ្ធតែដឹងថាមិត្តភក្តិកំពុងតែរងទុក្ខ Sen នៅពេលនេះត្រូវជួបជាមួយនឹងការសម្រេចចិត្តដ៏ពិបាកមួយថ្ងៃថ្មីក៏បានមកដល់មករៀនតាមធម្មតាមីយ៉ាក៏បានខត់ Sen ក៏បានឡើងទៅខាងលើអី Sen នៅតែចង់ឡើងចឹងក៏បានជួបគ្នាជាមួយនឹង Roxanne ក៏ពុទ្ធតែបញ្ចុះបញ្ចូលមនោគមវិជ្ជាទៅកាន់សិស្សផ្សេងថា Sen គឺជាមនុស្សម្នាក់ដែលធ្វើឲ្យមេដឹកនាំរបស់ពួកគេទន់ខ្សោយគ្រប់គ្នាហាក់ដូចជាចង់ចាញ់មនោគមរបស់ Roxanne ក៏ប៉ុន្តែ Sen ក៏បានប្រាប់ប្រាថ្នារបស់ខ្លួនក្នុងនាមជាម្ចាស់ស្ត្រីនៅក្នុងសាកលវិទ្យាល័យមួយនេះនរណាគេហ៊ានប៉ះខ្លួនទៅមើលចាំមើលទៅទទួលទរណកម្មអ្វីខ្លះដែលធ្វើឲ្យគ្រប់គ្នាខ្លាចរត់ចេញពី Roxanne នៅពេលហ្នឹងទៅដោយសារតែពួកគេមិនអាចធ្វើដាក់ម្ចាស់ស្ត្រីរបស់ពួកគេបានទេ Sen ក៏និយាយឌឺដកទៅកាន់ Roxanne ដែលធ្វើឲ្យ Roxanne នឹកឃើញទៅដល់មនុស្សស្រីម្នាក់សិស្សស្រីម្នាក់នោះគឺជាមនុស្សតែម្នាក់ក៏ដែលខ្លួនចាត់ទុកជាមិត្តភក្តិសមតាក៏តែចុងក្រោយសមតានៅតែចាក់ចោលខ្ញុំ Sen បដិកម្ម Roxanne ថានាងមិនចាក់ចោលឲ្យនៅទេនាងត្រូវបានគេសម្លាប់តែ Roxanne មិនបានស្ដាប់ឡើយក៏បានចាក់ចេញទៅដល់ថ្ងៃ Happy Birthday របស់ Ace ហើយក៏គ្នាកំពុងតែសប្បាយក្នុងពិធីជួបលៀងក៏ប៉ុន្តែ Ace កំពុងតែស្វែងរកវត្តមានរបស់ Sen ចាំកាន់នៅយូរទៅអស់សង្ឃឹមទៅហើយសត្វតែបានឃើញវត្តមានរបស់ Sen ចេញមក Sen ពិតជាមកជួបជាមួយនឹង Ace Batman Happy Birthday to you I love you Sen និយាយខ្លីៗចំតែម្ដងទៅកាន់ Ace ពិតជាស្វាគមន៍ខ្លាំងណាស់ I love you too ក៏ប៉ុន្តែក្នុងចិត្ត Sen គិតរួចទៅហើយខ្ញុំសុំទោសចំពោះយប់មួយនេះក៏ពុទ្ធសារភាពរួចហើយនោះគឺ Sen បានបដិកម្ម Ace ថាពួកយើងទៅពីនេះមិនអាចបន្តទៅមុខបានទៀតទេខ្ញុំមិនអាចស៊ូទ្រាំជាមួយនឹងគុណវិបត្តិរបស់តំណែងយើងបានឡើយគេស្ទើរតែមិនជឿនឹងទៅជារបស់គេដោយសារតែភ្លាមខ្លាំងពេកតែគេក៏បានត្រៀមចិត្តរួចរាល់ផងដែរក៏ពុទ្ធតែគេដឹងថាតំណែងនេះនឹងមកផ្លាញអ្វីខ្លះដល់រូបគេតែគេនៅតែមានសង្ឃឹមគេមិនបានបង្ខំនៅទេក៏នៅគេបដិកម្ម Sen ថាបើសិនជានាងដើរទៅខាងមុខដល់ជំហានដែលមិនងាកក្រោយរឿងរ៉ាវដែលពួកយើងធ្លាប់សាងជាមួយគ្នាចាត់ទុកជាគ្មានន័យក៏តែក្នុងចន្លោះ10ជំហានបើសិនជានាងងាកមកខាងក្រោយមានន័យថានាងគឺជារបស់ខ្ញុំជារៀងរហូតជំហានទី1បោះចេញទៅស្រមៃម្ដងជំហានទី2បោះចេញទៅស្រមៃម្ដងទៀតក៏ជំហានពោពេញទៅដល់អនុស្សាវរីយ៍ដែលពួកគេទៅពីនេះធ្លាប់មានជាមួយគ្នាទាំងរឿងល្អនិងរឿងមិនល្អជំហានទី10ក៏បានបោះចេញទៅគ្មានការងាកថយក្រោយនោះទេគ្រប់យ៉ាងបានទៅសម័យតែប៉ុណ្ណោះមានតម្លៃនៃគុណវិបត្តិដែលពួកគេនឹងត្រូវជួបបើសិនជាពួកគេទៅពីនេះតាក់ទងគ្នាសេបានជូនពរឲ្យ Sen ចំពោះការសម្រេចចិត្តរបស់អូនទោះបីឲ្យអូនសម្រេចចិត្តយ៉ាងណាសូមឲ្យអូនជួបជាមួយនឹង Happy Ending ថ្ងៃស្អែកក៏បានមកដល់នាយការពួកគេទៅពីនេះទៅជួបតែម្ដងហើយនៅពេលនេះនាយការចង់ទម្លាក់តំណែងរបស់ Ace ក៏ពួកតែពេលជាចាមរាបាននិយាយថា Ace គេមានតំណែងស្នេហាវិខុសជាមួយនឹងច្បាប់វិន័យរបស់ Student Council ក៏ប៉ុន្តែ Advisor ក៏ដូចជាអាទីបានតវ៉ាជាមួយនឹងនាយការក៏នឹងជាពាក្យចាមរាមតែប៉ុណ្ណោះនាយការបានសើទៅកាន់ Sen តែពិតជាមានតំណែងជាមួយនឹង Ace ដែរទេ Sen បានប្រាប់ថាអត់មានផង Mr. Francisco ក៏បានសួរបញ្ជាយើងសួរ
យមួយសំណួរចុងក្រោយតែធ្លាប់ស្រឡាញ់ Ace ដែរឬទេ Ace ចាប់ផ្ដើមមើលមុខទៅកាន់ Sen ហើយអ្នកគ្នាចម្លើយរបស់ Sen នោះគឺអត់នោះទេ Sen នៅពេលនេះមកអង្គុយយំតែម្នាក់ឯងបន្ទាប់ពីឆ្លើយរួចហើយ Ace គេក៏មកផងដែរតែខ្ញុំពិតជាងាយស្រួលក្នុងការបំភ្លេចបែបនេះមែនទេអនុស្សាវរីយ៍របស់ពួកយើងទាំងពីរនាក់ជាច្រើនតែពេលនេះវារលាយបាត់ទៅណាអស់ហើយ Sen បាត់ទៅកាន់ Ace ថាឈប់រញ៉េរញ៉ៃខ្ញុំទៀតទៅ Ace បានបាត់ទៅកាន់ Sen មិនថាមានអ្វីនោះទេខ្ញុំចង់បាត់ទៅកាន់នាងឲ្យទៅតស៊ូស៊ូទ្រាំមិនមែនតស៊ូដើម្បីខ្ញុំនោះទេគឺតស៊ូសម្រាប់មិត្តភក្តិរបស់នាងជាពិសេសគឺតស៊ូសម្រាប់ខ្លួនឯងឲ្យតែខ្ញុំនៅតែមានដង្ហើមខ្ញុំសន្យាថាខ្ញុំនៅតែជាអាវការពាររបស់នាងខ្ញុំនៅតែជាខែរបស់នាងនិងជាកំបិតរបស់នាង Ace ក៏បានថើប Sen នៅពេលហ្នឹងទៅនេះគឺជាលើកទី1ហើយដែលពួកគេទៅពេលអ្នកបានថើបគ្នាតែវាគឺជាការថើបគ្នាក្នុងន័យ goodbye មិនមែនជាការថើបគ្នាក្នុងន័យនៃការចាប់ផ្ដើមនោះទេ Ace ក៏បានចាចេញទៅ Sen ក៏បានគិតនៅក្នុងចិត្តអូននឹងតស៊ូអូនមិនមែនតស៊ូដើម្បីមិត្តភក្តិរបស់អូនមិនមែនតស៊ូដើម្បីអូនខ្លួនឯងនោះទេគឺអូននឹងតស៊ូគ្រប់យ៉ាងដើម្បីបង Set បាត់ទៅហើយ Set បាត់ទៅហើយ Advisor ក៏ចាប់អារម្មណ៍ផងដែរដែល Ace គេមិនបានមកធ្វើការនោះទេនៃការដាក់វិន័យគេឲ្យឈប់សម្រាករយៈពេល1សប្តាហ៍អ្នកគ្រូបានអរគុណនៅការ Sen ថា Sen ធ្វើគម្រោងការរបស់នាយិកាមិនសម្រេច Sen ក៏ភ្ញាក់ផ្អើលសួរថាជាគម្រោងការអ្វីទៅអ្នកគ្រូបានប្រធាននាយិកាគឺតែចង់ឲ្យ Ace ធ្លាក់ចេញពីតំណែងដោយសារតែគាត់ចង់លើកកូនប្រុសរបស់គាត់ឲ្យឡើងតំណែង Student Council កូនប្រុសរបស់គាត់គឺជានរណាគេកូនប្រុសរបស់គាត់គឺជាប្រុសស្អាតប្រចាំសាលាលេមទើ Sen នៅថ្ងៃនេះបានជួបជាមួយនឹងលេមក៏តែនៅពេលដែលសង្កេតមើលទៅកាន់គេឃើញថាគេគឺជាមនុស្សម្នាក់ដែលល្អនោះទេគេក៏ជាសិស្សម្នាក់ដែលមិនសូវមានមហិច្ឆតាធំដុំឡើយតែម៉ាក់របស់គេបង្ខំគេឬក៏យ៉ាងណា Sen មករៀនតាមធម្មតាថ្ងៃនេះក៏បានជួបគ្នាជាមួយនឹងលោកគ្រូបាត់ទៅកាន់ Sen ថាហួសពេលហើយពួកគេរករូបមន្តឃើញហើយនៅពេលដែលពួកគេអាចយករូបមន្តទៅប្រើប្រាស់បានសម្រេចពួកគេនឹងគប់ពីរូបមន្តតគ្នាពួកយើងមិនអាចបញ្ឈប់ពួកគេបានទេវាហួសពេលហើយ Sen ចាប់ផ្ដើមភ័យព្រួយបារម្ភទៀតហើយតែលោកគ្រូក៏ពោលទៅចង់មានន័យអ្វីទៅពេលនេះក៏យកកាំបិតដែល Ace ឲ្យមកកាន់ខ្លួនមកមើល Sharon ក៏បានឃើញផងដែរ Sharon ក៏នៅឃើញ logo នៅលើកាំបិតនេះក៏បានសួរទៅកាន់ Sen តែម្ដងបានមកពីណា Sen បានប្រាប់ថា logo នេះគឺជារបស់ក្រុមហ្គេម Devil God Warrior មានដែរទេតែ Sharon បានប្រាប់ថាវាគឺជានិមិត្តសញ្ញារបស់ Ray Sen ក៏ឆ្ងល់បានជាលោកដឹង Sharon ក៏ព្រមប្រាប់ទៅកាន់ Sen ថាដោយសារតែគេក៏ជាសមាជិករបស់ក្រុម Devil God Warrior ផងដែរ Sen ត្រឡប់មកដល់ផ្ទះវិញក៏បានជួបគ្នាជាមួយនឹង Matt គេកំពុងតែផឹកខូចចិត្តតែម្នាក់ឯងគេខូចចិត្តចំនួន Sen ក៏ប៉ុន្តែគេដឹងថាមនុស្សដែលគេស្រឡាញ់ទៅពេលនេះកំពុងតែជួបទុក្ខលំបាក Sen ក៏បានចូលមកដល់ពួកគេផឹកកែវមួយជាមួយគ្នាតែម្ដងទៅរឿងមហាអំពីមិត្តភាពរបស់ពួកគេពិតជាល្អខ្លាំងណាស់មិត្តផ្ដោះផ្ដងយោបល់ថ្ងៃថ្មីក៏បានម្ដងបន្តបានឃើញ Ace មកធ្វើការនៅទេទីសួរទៅកាន់ Sen ផងដែរអត់ទៅរៀនទេឬ Sen ប្រាប់ថាខ្ញុំគឺជា Queen នៅទីនេះអត់ទៅរៀនក៏បានផងដែរទីបានប្រាប់ថាក្នុងនាមជា Queen នោះគឺជាសិស្សគំរូទៅកាន់គេជាងហើយគឺទៅគណុបវិន័យសាលាឲ្យបានល្អជាងគេ Sen ពេលនេះក៏ពោលតែមករៀនតែម្នាក់ឯងក៏គេងលងលក់បាត់ទៅហើយគេងតាំងពីភ្លឺរហូតដល់យប់បើផ្នែកឡើងយប់បាត់ទៅហើយ Ace ក៏បានមកជួយ Sen ផងដែរតែក៏ទៅបានគេទាញបំបែកគ្នាគ្រប់យ៉ាងក៏ជាសបិនតែប៉ុណ្ណោះអាហុយក៏បានចូលមកដល់ Sen ក៏បានផ្ញើនៅពេលនោះផងដែរក៏បានឃើញថាយប់ពិតមែនតែនៅពេលនេះក៏ប៉ុន្តែធ្វើដំណើរត្រឡប់ទៅវិញកាន់កំបិតជាប់តែសោះតែមានគេមកចាប់ Sen នៅពេលនោះតែម្ដងរឿងរបស់យើងភាគទី15ក៏ចាប់ទៅត្រឹមនឹងផងដែរតែនៅមានរឿងអ្វីទៅឲ្យចិត្តចប់ទៅហើយពេលណាទៅពួកគេអាចរកអាចកំបាំងរបស់សាលាឃើញភាគ3ចុងក្រោយនឹងប្រាប់រឿងរ៉ាវគ្រប់យ៉ាងមកកាន់យើងហើយខ្ញុំក៏មិនទាន់បានមើលដូចគ្នាអត់ហ៊ានមើលចោលអ្នកគ្នានៅទេអ្នកគ្នាមើលដល់ត្រឹមណានគឺសម្រាប់ត្រឹមហ្នឹងសិនចាំមើលជាមួយអ្នកគ្នាចប់តែម្ដងអូខេអ្នកគ្នាថ្ងៃនេះផងណាជួយមានប៉ុណ្ណឹងទេជួយពរអ្នកគ្នាសុខសប្បាយសំណាងល្អយូរវិញសម្រាប់ការស្អាតធ្វើក៏ចូលធ្វើចេញនៅវត្តអ្វីបានដូចបំណង explosion